ពូកែណាប្រែអើយសូមសរសើរឲ្យស្មោះអរគុណច្រើនពូបងប្អូនចាបងប្អូនណាដែលកំពុងតែចានោមញឹកនោមអត់អស់នោមសល់ចាគ្រោះនៅក្នុងតម្រុកនោមរលាកតម្រុកនោមខ្សោយកពីប្រូស្តារីកធ្វើឲ្យយើងពិបាកនោមមកស្រកតែតចានេះមើល feedback ខាងលើមើល feedback ខាងលើហើយពុកម៉ែបងប្អូនចាបាច់ចាំនិយាយច្រើនចាអញ្ចឹងប្រសិនបើពុកម៉ែបងប្អូនចាកំពុងតែមានបញ្ហាអស់ទាំងនេះពុកម៉ែបងប្អូនតោះកុំទុកវាទៀតចាជំងឺតម្រុកនោមមួយបើសិនជាយើងទុកវាយូរទៅវាអាចវិវត្តទៅដល់ដំណាក់កាលមួយដែលអាចលាងឈាមហើយពុកម៉ែបងប្អូនចាំសង្កេតមើលទឹកនោមរបស់យើងណាចាចំពោះទឹកនោមហ្នឹងគឺសញ្ញាដែលធ្វើឲ្យយើងប្រុងប្រយ័ត្នឲ្យយើងកត់សម្គាល់គឺការនោមមកពពុះនោមមកក្លិនឈឺចង្កេះរោយឆ្អឹងខ្នងអត់ឃ្លានអាហារល្វើយឆាប់ហត់អស់កម្លាំងក្តៅខ្លួនស្ទិញទាំងអស់នេះឲ្យពុកម៉ែបងប្អូនមិនអាចទុកទៅទៀតទេពុកម៉ែបងប្អូនចាព្រោះពុកម៉ែបងប្អូនដឹងហើយថាជំងឺត្រង់នោមគឺជាឃាតករលាក់មុខដែលធ្វើឲ្យពុកម៉ែបងប្អូនចាអាចវិវត្តទៅដល់ដំណាក់កាលលាងឈាមបានទាំងមិនដឹងខ្លួនចាមកពុកម៉ែបងប្អូនក៏មើលរំលងជាមួយនឹងផលិតផលនេះឲ្យសោះចំពោះខាកូធីលគឺឈរជើងនៅលើទីផ្សារ3ឆ្នាំហើយពុកម៉ែបងប្អូនចាហើយមិនមែនល្បីដោយសារអីផ្សេងណាល្បីដោយសារតែគុណភាពរបស់វាចាហើយខ្ញុំតែងតែឮអតិថិជនដែលគាត់សួរថាអ្នកគ្រូខាកូធីលសេរីចាស់ហើយនិងសេរីថ្មីមួយណាបកាយជាងចាគឺបកាយដូចគ្នាពុកម៉ែបងប្អូនគ្រាន់ថាអាសេរីចាស់នេះដោយសារតែមានជនខិលខូចគឺវាខ្លាញ់បន្លំច្រើនចាអញ្ចឹងខាងក្រុមហ៊ុនគឺគាត់បានបដូររូបរាងថ្មីអូខ្ជូតមែនតែនពុកម៉ែបងប្អូនចាមិនត្រឹមតែបដូររូបរាងថ្មីទេពុកម៉ែបងប្អូនចាបន្ថែមទាំងគុណភាពបញ្ចូលក្នុងនឹងគុណជា2ចាមានន័យថាពុកម៉ែបងប្អូនអាសេរីចាស់នេះគុណភាពរបស់វាគឺគុណតែមួយឯងអញ្ចឹងខាងក្រុមហ៊ុនគឺគាត់បន្ថែមគុណភាពរបស់វាបន្ថែម ingredient ចាគុណជា2ជាមួយនឹងអាសេរីចាអាសេរីចាស់2ស្មើនឹងអាសេរីថ្មី1ចាអញ្ចឹងពុកម៉ែបងប្អូនចាហើយតម្លៃខុសត្រូវគ្នាតិចមែនតែនហ្មងពុកម៉ែបងប្អូនអញ្ចឹងយើងចំណាយអានេះ2កំប៉ុងបានស្មើនឹងខាកូធីលអាសេរីថ្មីនេះ1កំប៉ុងចាហើយពុកម៉ែបងប្អូនមើលតែ feedback ខាងលើទៅដឹងហើយចាថាវាមិនអត់ហើយពុកម៉ែបងប្អូនសម្រាប់សេរីថ្មីនេះផងដែរចាគឺខាងដុកទ័រគឺគាត់អេតបញ្ចូលបន្ថែមចាជាមួយនឹងអ្នកដែលគាត់មានបញ្ហាកាមរោគចាកាមរោគសោយស្បូនធ្លាក់សរមាស់ធំក្លិនចាអូយលេខ1ហ្មងពុកម៉ែបងប្អូនហើយមួយទៀតអ្នកដែលគាត់មានបញ្ហាគ្រោះនៅក្នុងតម្រងនោមឬមួយក៏ទឹកដក់ចាពុកម៉ែបងប្អូនក៏មើលរំលងជាមួយនឹងផលិតផលនេះឲ្យសោះណាពុកម៉ែបងប្អូនចាអញ្ចឹងពុកម៉ែបងប្អូនចាំដល់អង្ការទៀតប្រសិនបើពុកម៉ែបងប្អូនចង់បានប្រម៉ូសិនពិសេសពុកម៉ែបងប្អូនឆាតចូលក្នុង page ដើម្បីជួបជាមួយនឹងអ្នកគ្រូដើម្បីគាត់ប្រឹក្សាយោបល់បន្ថែមឲ្យពុកម៉ែបងប្អូនចា